ត្រូវបានមហាជននិងអ្នកគាំទ្រជាច្រើនមានការស្រឡាញ់ចូលចិត្តនាងជាខ្លាំងសម្រាប់គឺជាតួឯកស្រីល្បីមានឈ្មោះល្បីល្បាញតាំងពីចូលសិល្បៈរហូតដល់ពេលបច្ចុប្បន្ននាងពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់សូម្បីតែអាយុពេលនេះមិនតិចទេតែភាពស្រស់ស្អាតរបស់នាងនៅដូចដើមដោយសារតែផ្ទៃមុខរបស់នាងនិងរូបសម្រស់របស់នាងនៅតែដូចដើមបែបនេះមានមនុស្សជាច្រើនបានសាកសួរនាងថាប្រសិនជាចង់ស្អាតដូចត្រូវធ្វើយ៉ាងណាខ្លះនាងបានឆ្លើយតបយ៉ាងលឿនថាគ្មានអ្វីពិបាកទេហើយក៏មិនមានអ្វីនៅក្នុងការថែទាំជាពិសេសដែរគឺខ្ញុំគ្រាន់តែចាប់ផ្ដើមលាបគ្រីមថែរក្សាផ្ទៃមុខតាំងពីមធ្យមសិក្សាមកម្លេះហើយនាងបានបន្ថែមទៀតថាប្រសិនបើគ្រប់គ្នាចាប់ផ្ដើមយឺតក៏ប្រសើរជាងគ្រប់គ្នាមិនបានធ្វើវាដែរពីព្រោះការថែរក្សាស្បែកមុខគឺពិតជាសំខាន់ខ្លាំងណាស់កាលណាយើងថែទាំវាបានគ្រប់គ្រាន់វាក៏ទទួលបានលទ្ធផលល្អផងដែរនាងបានបន្តទៀតដែរថាការពីនាងនៅក្មេងៗមិនដែលបានចាក់ថ្នាំជួយបំពន់ផ្ទៃមុខអ្វីឡើយតែទៅចូលដល់វ័យ38ឆ្នាំមកទឹកនាងចាប់ផ្ដើមគិតគូរបន្ថែមគ្រឿងបំពន់ផ្ទៃមុខចាក់ថ្នាំផ្សេងៗបន្ថែមទៀតផងដែរតែកាលពីនៅក្មេងៗគឺនាងមិនធ្លាប់ធ្វើអ្វីទាំងអស់មិនធ្លាប់សូម្បីតែកែសម្ផស្សឬធ្វើអ្វីដើម្បីផ្លាស់ប្ដូរមុខមាត់រូបរាងរបស់នាងឡើយក៏អាចនិយាយបានថាខុសពីក្មេងសម័យឥឡូវគឺគេចាប់ផ្ដើមគិតគូររឿងនេះតាំងពីក្មេងមកម្ល៉េះនាងបាននិយាយថាចំពោះមុខធម្មជាតិរបស់នាងប្រសិនជាគ្មាន make up ក៏ដោយរហូតមកដល់ពេលនេះនាងនៅតែមានទំនុកចិត្តនិងជឿជាក់ថាផ្ទៃមុខរបស់នាងនៅពេលបច្ចុប្បន្ននៅអាចប្រើការបានបើទោះជាគ្មាន make up ក៏ដោយតែប្រសិនឲ្យនាងសរសើរខ្លួនឯងថាមុខធម្មជាតិគ្មានលាបអីនៅតែស្អាតគឺនាងធ្វើមិនបានទេពីព្រោះខ្មាស់គេខ្លាំងណាស់នៅពេលដែលអ្នកសារព័ត៌មានព្យាយាមសួរបន្តថាតើមានរូបមន្តអ្វីបន្ថែមទៀតទេដើម្បីឲ្យសម្រស់កាន់តែស្អាតនិងក្មេងជាងវ័យដូចនេះបានបញ្ជាក់ថាគ្មានអ្វីជាអាថ៌កំបាំងទេសម្រាប់ខ្ញុំព្រោះនាងថាមិនដែលបានរៀបចំការគេងឲ្យបានទៀងទាត់ឬញ៉ាំអាហារសុខភាពឬរបបអាហារឲ្យបានត្រឹមត្រូវអ្វីឡើយគឺនាងធ្វើតែរឿងមួយយ៉ាងគឺត្រូវតែចាប់ផ្ដើមលាបគ្រីមឲ្យបានទៀងទាត់ថែរក្សាស្បែកមុខនិងស្បែកដងខ្លួនជាពិសេសលេការពារកម្ដៅថ្ងៃគឺតាំងពីក្មេងមកម្លេះដែលនាងគិតថារាល់ពេលនាងចេញក្រៅគឺមិនអាចអត់វាបានឡើយឬមួយទៀតក៏បាននិយាយត្រង់ដែរថាខ្ញុំគ្រាន់តែឃើញផ្ទៃមុខរបស់ខ្ញុំមានការផ្លាស់ប្ដូរតិចតួចពេលខ្លះក៏ខ្ញុំខូចចិត្តខ្លាំងរហូតដល់ពេលខ្លះខ្ញុំមិនហ៊ានចេញពីផ្ទះផងដែរសម្រាប់អាចនិយាយបានថាជាតារាល្បីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ7របស់ប្រទេសថៃបើទោះបីជានាងមិនសូវបានថតរឿងដូចពីមុនក៏ដោយហើយក៏មិនសូវឃើញវត្តមាននាងនៅក្នុងកម្មវិធីសិល្បៈផ្សេងៗទេតែនាងនៅតែទទួលបានប្រាក់ចំណូលជាប្រចាំខែនិងទៀងទាត់ពីទូរទស្សន៍ប៉ុស្តិ៍លេខ7មិនតិចទេហើយបន្តែប៉ុណ្ណោះក្នុងកុងត្រារបស់នាងក៏មានចំណុចមួយចំនួនដែលមិនតម្រូវឲ្យនាងចូលរួមគ្រប់កម្មវិធីឬការសម្ដែងរឿងច្រើននោះទេគឺអាស្រ័យលើថាតើនាងចង់ចូលរួមឬមិនចង់ចូលរួមតែប៉ុណ្ណោះហើយនាងនៅតែអាចទទួលបានប្រាក់ចំណូលពីទូរទស្សន៍ប៉ុស្តិ៍លេខ7បានធម្មតា